វីដេអូនេះអាចនឹងមានប្រយោជន៍សម្រាប់បងប្អូនដែលទើបតែរៀនទី12ចប់ហើយខ្ញុំចង់ផ្ដល់ជាមតិយោបល់ទៅដល់បងប្អូនដែលទើបតែរៀនទី12ទើបចប់បងប្អូនអាចដើរលេងកម្សាន្តជាមួយនឹងមិត្តភ័ក្តិរបស់បងប្អូនឬក៏អាចដើរលេងទីកន្លែងណាដែលគិតថាខ្លួនឯងចង់ទៅឬក៏ផ្ដល់ពេលវេលាឲ្យខ្លួនឯងខ្លះដើម្បីឲ្យខ្លួនឯងមានអារម្មណ៍ធូរស្បើយឬក៏កាត់បន្ថយភាពតានតឹងដោយសារតែបងប្អូនបានចំណាយពេលមួយឆ្នាំពេញតែម្ដងក្នុងការរៀនទី12នេះ បន្ទាប់ពីបងប្អូនបានដើរលេងរួចរាល់ហើយបងប្អូនត្រឡប់មកវិញបងប្អូនអាចធ្វើការឆ្លុះបញ្ចាំងអំពីតម្រូវការរបស់បងប្អូនដែលត្រៀមរៀននៅក្នុងសាកលវិទ្យាល័យបងប្អូនគួរតែឆ្លុះបញ្ចាំងខ្លួនឯងដោយរបៀបណាសួរខ្លួនឯងថាតើខ្លួនឯងពូកែទៅលើជំនាញអ្វីចូលចិត្តទៅលើជំនាញអ្វីហើយជំនាញមួយណាដែលបងប្អូនចង់រៀននៅក្នុងសាកលវិទ្យាល័យសួរសំណួរនេះមកកាន់ខ្លួនឯង បន្ទាប់ពីយើងសួរសំណួរនេះមកកាន់ខ្លួនឯងរួចបងប្អូនអាចធ្វើការស្រាវជ្រាវ research ទៅលើជំនាញហ្នឹងតើគេត្រូវការលក្ខខណ្ឌអីខ្លះឬក៏ទេពកោសល្យអីខ្លះដែលអាចត្រូវជាមួយនឹងសមត្ថភាពរបស់បងប្អូនពេលខ្លះយើងចូលចិត្តទៅលើជំនាញហ្នឹងមែនប៉ុន្តែវាអត់ត្រូវជាមួយនឹងសមត្ថភាពឬក៏ភាពពូកែរបស់បងប្អូននោះទេចំណុចទី2អ្នកទាំងគ្នាឬក៏បងប្អូនអាចមើលទៅលើជំនាញណាដែលបងប្អូនអាចគិតថាបង្កើតឱកាសការងារឲ្យខ្លួនឯងច្រើនជាងគេដោយសារតែនៅពេលដែលយើងរៀនយើងនឹងគិតទៅលើឱកាសការងារឲ្យមែនអត់ព្រោះថាបងប្អូនរៀនចង់មានឱកាសការងារល្អនៅកន្លែងទីផ្សារការងារឬក៏ចូលនៅក្នុងសង្គមមួយដែលទទួលបានការងារសមស្របណាមួយអញ្ចឹងនៅពេលដែលបងប្អូនរៀនបងប្អូនត្រូវគិតទៅលើឱកាសការងារឬក៏ទីផ្សារការងារផងដែរដោយសារតែជំនាញមួយចំនួននៅពេលដែលយើងរៀនចប់គឺអត់សូវមានឱកាសការងារឬក៏ទីផ្សារការងារធ្វើនោះទេជំនាញខ្លះអ្នកនរគ្នាអាចដឹងថាមានជំនាញជាច្រើនមែនទែនដូចជា IT Accounting Engineering ឬក៏ Doctor អីយ៉ាងជាដើមអញ្ចឹងជំនាញទាំងអស់ហ្នឹងសុទ្ធតែជាជំនាញសំខាន់ខ្ញុំអាចបញ្ជាក់ថាជំនាញមួយណាគឺអាចមានឱកាសការងារច្រើនឬក៏មានទីផ្សារការងារច្រើននោះទេវាអាស្រ័យទៅលើតម្រូវការរបស់សង្គមផងដែរចំណុចទី2ចំណុចទី3បងប្អូនត្រូវគិតទៅលើអឺប្រាក់ចំណូលនៅពេលដែលបងប្អូនរៀនចប់សាកលវិទ្យាល័យបងប្អូននឹងត្រូវគិតទៅលើប្រាក់ចំណូលហើយតើនៅពេលដែលយើងរៀនចប់ហើយយើងអាចចេញធ្វើការរកការងារធ្វើអាចទទួលបានប្រាក់ខែនៅក្នុងកម្រិតណាមួយទៅលើជំនាញដែលយើងរៀននៅសាកលវិទ្យាល័យហ្នឹងចំណុចនេះហើយទើបជារឿងសំខាន់ដោយសារតែជំនាញមួយចំនួនយើងរៀនចំណាយលុយឬក៏ថវិកាច្រើនមែនទែននៅក្នុងសាកលវិទ្យាល័យប៉ុន្តែនៅពេលដែលយើងរៀនចប់ទីផ្សារការងារគឺអត់សូវមានហើយប្រាក់ខែដែលយើងទទួលបានពីការងារដែលយើងធ្វើហ្នឹងក៏មិនបានខ្ពស់ផងដែរអញ្ចឹងបងប្អូនត្រូវវាយតម្លៃទៅលើចំណុចនេះឲ្យបានហ្មត់ចត់ឬក៏ធ្វើការស្រាវជ្រាវឲ្យបានមែនទែនទៅលើជំនាញដែលបងប្អូនចង់រៀននៅក្នុងសាកលវិទ្យាល័យ សម្រាប់ចំណុចទី4នោះគឺបងប្អូនមិនគួររៀនជំនាញអ្វីមួយដោយសារតែសម្ពាធពីក្រុមគ្រួសារឬក៏នរណាគេម្នាក់នោះឡើយដោយសារតែការរើសជំនាញនៅសាកលវិទ្យាល័យយើងត្រូវរើសជំនាញដែលយើងចូលចិត្តជំនាញដែលយើងពូកែជំនាញដែលយើងមានទេពកោសល្យជំនាញគិតថាដែលយើងរៀនទៅយើងមានឱកាសការងារល្អធ្វើនៅក្នុងសង្គមបង្កើតប្រាក់ចំណូលឲ្យខ្លួនឯងបានច្រើនអញ្ចឹងទៅអញ្ចឹងនៅពេលដែលយើងរើសជំនាញណាមួយដែលយើងមិនពេញចិត្តទោះបីជាយើងខិតខំប្រឹងប្រែងរៀនយ៉ាងណាក៏យើងមិនរៀនបានពូកែដូចជំនាញដែលយើងពេញចិត្តផងដែរអញ្ចឹងវីដេអូរបស់ខ្ញុំអត់មានអីច្រើនទេមានតែប៉ុណ្្នឹងក្នុងការចែករំលែកអ្នកទាំងអស់គ្នាសង្ឃឹមថាបងប្អូននឹងអាចរើសជំនាញមួយដែលបងប្អូនពេញចិត្តហើយរៀនឲ្យពូកែនិងមានឱកាសការងារល្អនៅក្នុងសង្គមផងដែរជួបបានសុខខេមនៅវីដេអូក្រោយ